បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel របស់ស្រ័យសុបិនសាជាថ្មីបាទថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាសូត្រធម៌ឬក៏ភាវនាធម៌បាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាខ្លួនឯងសូត្រធម៌ឬក៏ភាវនាធម៌រំលឹកដល់គុណព្រះរតនត្រ័យទំនាយទីនៅក្នុងសុបិនថាគឺជានិមិត្តល្អមង្គលហើយនឹងអស់គ្រោះឬក៏ជាពីរោគីផ្សេងសំបីតែសត្រូវដែលគិតពងអាក្រក់ចំពោះខ្លួនក៏សូមចុះចាញ់ផងដែរមួយទៀតប្រសិនបើជាពុកម៉ែបងប្អូនកំពុងតែប្រកបមុខរបរការងារនោះនឹងទទួលដំណឹងល្អត្រូវឡើងតំណែងតួនាទីផងដែរចំណែកឯលេខសំណាងសម្រាប់អ្នកសុបិនគឺលេខ19លេខ59លេខ159លេខ359និងលេខ550បាទតើតើនឹងពុកម៉ែបងប្អូនសុបិនឃើញសូត្រធម៌ឬក៏ភាវនារំលឹកដល់គុណព្រះត្រៃនេះគឺមានអត្ថន័យដីកាបកស្រាយខាងលើជាចុងក្រោយក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ